រុស្ស៊ីចាប់ខាំងក្រេវក្រោតគម្រាមអង់គ្លេសខ្លាំងៗពីផលវិបាកដ៏ធ្ងន់ធ្ងរបន្ទាប់ពីមានការចាប់ផ្សាយរបស់កាសែតនៅក្នុងស្រុកអង់គ្លេសថាដ្រូនដែលផលិតដោយក្រុមហ៊ុនអង់គ្លេសចំនួន2ត្រូវបានអ៊ុយក្រែនយកទៅប្រើដើម្បីវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីបើតាមកាសែតអង់គ្លេសឈ្មោះថា Sunday Times អ៊ុយក្រែនបានប្រើដ្រូនរបស់អង់គ្លេសនៅក្នុងប្រតិបត្តិការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដែលផ្ដោតសំខាន់ទៅលើទីតាំងយោធាហើយនឹងរោងចក្រឧស្សាហកម្មគន្លឹះរបស់រុស្ស៊ីនៅក្នុងនោះមានទីតាំងចម្រាញ់ប្រេងហើយនឹងឃ្លាំងស្តុករបស់ក្រុមហ៊ុនលក់អនឡាញឈ្មោះថា Wilbury ដែលអ៊ុយក្រែនបានចោទថាជាប្រភពផ្គត់ផ្គង់គ្រឿងបរិក្ខារផលិតដ្រូនរបស់កងទ័ពរុស្ស៊ីយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC ការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើដ្រូនរបស់អង់គ្លេសនេះបានធ្វើឲ្យរុស្ស៊ីខាតបង់ទឹកប្រាក់ប្រមាណ 35,000 លានផោននៅក្នុងសេចក្តីថ្លែងការណ៍នៅល្ងាចថ្ងៃច័ន្ទទី17សីហាស្ថានទូតរុស្ស៊ីប្រចាំទីក្រុងឡុងបានចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថាបានខុបខិតហើយនឹងចូលដៃវាយប្រហារដោយចេតនាដើម្បីបង្កជម្លោះជាមួយរុស្ស៊ីស្ថានទូតរុស្ស៊ីនៅបានព្រមានថាបើសិនជាអង់គ្លេសនៅតែលូកដៃបន្តជួយគាំទ្រអ៊ុយក្រែនកាន់តែខ្លាំងនោះអង់គ្លេសក៏នឹងប្រឈមផលវិបាកកាន់តែធ្ងន់ធ្ងរខ្លាំងណាស់ដែរក៏ប៉ុន្តែចំពោះនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេសវិញអង់គ្លេសគឺគ្មានថ្ងៃចោះញោមទៅនឹងពាក្យគំរាមរបស់រុស្ស៊ីហើយអង់គ្លេសនៅតែបន្តជួយអ៊ុយក្រែនដោយឥតងាករេដើម្បីជួយឲ្យអ៊ុយក្រែននេះឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីគូរំលឹកដែរថាកាលពីខែមេសាកន្លងទៅក្រសួងការពារជាតិអង់គ្លេសធ្លាប់បានប្រកាសផ្ដល់ទៅឲ្យអ៊ុយក្រែននៅដ្រូនប្រមាណ 15,000 គ្រឿងហើយនឹងឧបករណ៍បំបាក់សមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីព្រមទាំងមីស៊ីលបណ្ដាច់ដ៏ទំនើបចុងក្រោយដែលផលិតដោយការចំណាយតិចបំផុតកន្លងមករុស្ស៊ីនេះធ្លាប់តវ៉ាគំរាមអង់គ្លេសជាញឹកញយបន្ទាប់ពីអង់គ្លេសផ្ដល់គ្រឿងវត្ថុធាតុទៅឲ្យអ៊ុយក្រែនប្រើដើម្បីផលិតដ្រូនក៏ប៉ុន្តែនេះគឺជាលើកទី1ហើយដែលរុស្ស៊ីក្តៅស្លុកត្រចៀកខ្លាំងពីព្រោះថាដ្រូនរបស់អង់គ្លេសផ្ទាល់ត្រូវបានអ៊ុយក្រែនយកទៅបាញ់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចហើយនឹងសម្លាប់មនុស្សច្រើនអ្នកនៅក្នុងតំបន់មូស្គូបើតាមអភិបាលក្រុងមូស្គូអ៊ុយក្រែនបានបាញ់ដ្រូនដល់ប្រាសាទប្រមាណ600គ្រឿងសម្ដៅទីក្រុងមូស្គូហើយនឹងតំបន់ជុំវិញកាលពីចុងសប្តាហ៍មុនមានដ្រូនប្រមាណ180គ្រឿងប៉ុណ្ណោះដែលរុស្ស៊ីអាចបាញ់ស្ទាក់បានចំណែកសល់ពីនោះបានផ្ទុះធ្លាក់បំផ្លាញអគារហើយនឹងសម្លាប់មនុស្សយ៉ាងតិចណាស់7នាក់ម៉ាស៊ីនឃោសនារបស់វិមានក្រំឡាំងទទួលស្គាល់ថារុស្ស៊ីអស់សមត្ថភាពការពារតំបន់គ្រីមៀហើយនៅពេលនេះអ្នកធ្វើអត្ថាធិប្បាយលើបណ្ដាញទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីដែលគេចាត់ទុកថាជាអ្នកឃោសនិកនយោបាយនៃរបបលោកវ្លាឌីមៀពូទីនលោក Vladimir Solovyov បង្ហាញទស្សនៈដោយទទួលស្គាល់ថារុស្ស៊ីនៅពេលនេះដូចជាអត់មានសមត្ថភាពដើម្បីការពារជ្រុយអបទ្វីគ្រីមៀពីការវាយបករបស់អ៊ុយក្រែននោះទេដែលអ្នកអត្ថាធិប្បាយដ៏ល្បីល្បាញរូបនេះសម្រាប់ទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីបញ្ជាក់ទៀតថានៅពេលនេះរុស្ស៊ីកំពុងធ្លាក់ក្នុងវិបត្តិនៃការប្រើប្រាស់មធ្យោបាយសង្គ្រាមការពារជ្រួយអបទ្វីគ្រីមៀដងផ្លូវដែលឆ្ពោះទៅអបទ្វីគ្រីមៀស្ថិតនៅក្នុងឧបសគ្គដោយសារតែខ្វះមធ្យោបាយការពារផ្លូវជាតិសំខាន់តភ្ជាប់ពីជ្រួយអបទ្វីគ្រីមៀទៅដែនដីគោកនៃប្រទេសរុស្ស៊ីដែលធ្វើឲ្យបាត់បង់នៃការដឹកជញ្ជូនភស្តុភារយោធានិងការប្រើប្រាស់យានយន្តយោធាចូលទៅគ្រីមៀដោយសារតែការវាយប្រហារដោយវងដ្រូនរបស់អ៊ុយក្រែនអ្នកអត្ថាធិប្បាយរូបនេះឲ្យទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីទទូចថារដ្ឋាភិបាលទីក្រុងមូស្គូត្រូវតែរកមធ្យោបាយប្រើប្រាស់យុទ្ធសាស្ត្រវាយបកវិញទៅលើសង្គ្រាមដ្រូនរបស់អ៊ុយក្រែនឲ្យបានឆាប់រហ័សដោយមិនត្រូវទុកឱកាសឲ្យអ៊ុយក្រែនមានព្រៀបកាន់តែខ្លាំងក្នុងការកំទេចទីតាំងសំខាន់នៅលើជ្រុយអបទ្វីគ្រីមៀបានទៀតនោះទេប៉ុន្តែលោកទទួលស្គាល់ថាប្រព័ន្ធខែលការពារដែនអាកាសដែលដាក់ពង្រាយនៅគ្រីមៀដូចជាពុំមានសមត្ថភាពវាយការពារទីតាំងកងទ័ពរុស្ស៊ីនោះទេទីហទំព័រសារព័ត៌មាន UY.Docs និងសារព័ត៌មាន Azravost ចុះផ្សាយសម្រងសេចក្តីអត្ថាធិប្បាយរបស់លោក Vladimir Solovyov បញ្ជាក់ទៀតថា
ការខ្វះម៉ាស៊ីនសង្គ្រាមវានឹងនាំឲ្យជួបវិបត្តិមធ្យោបាយនៃការធ្វើសង្គ្រាមលោកបានបញ្ជាក់ដូចនេះនៅក្នុងកម្មវិធី Sunday Evening របស់ទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាននិកាយហត្ថព័រសារព័ត៌មាន All White Dog Ox កាលពីថ្ងៃទី19សីហាលោកទទួលស្គាល់ថាវងដ្រូនរបស់អ៊ុយក្រែនមានប្រសិទ្ធភាពក្នុងការគម្រាមកំហែងដែនដីគ្រីបៀប៉ុន្តែលោក Solo Jews អ្នកធ្វើអត្ថាធិប្បាយដ៏ល្បីឬម៉ាស៊ីនឃោសនាដ៏ល្បីនៃវិមានកម្លាំងរុកនេះអះអាងថាកងទ័ពអ៊ុយក្រែនអត់មានសមត្ថភាពនៃការលើកទ័ពថ្មើរជើងចូលចាប់យកឧបទ្វីបគ្រីមៀនោះទេតម្រូវឲ្យអ៊ុយក្រែនប្រើប្រាស់មធ្យោបាយនៃសង្គ្រាមដ្រូននិងមីស៊ីលបាញ់ផ្ដាច់គមនាគមន៍ដាច់ចេញពីដែនដីគោករវាងជ្រោយឧបទ្វីបគ្រីមៀនិងដែនដីគោកនៃប្រទេសរុស្ស៊ីអ្នកធ្វើអត្ថាធិប្បាយរូបនេះបានបញ្ជាក់ទៀតថាវិបត្តិនៃការខ្វះយានយន្តយោធាខ្វះមធ្យោបាយសង្គ្រាមគឺជាផ្នែកមួយដែលធ្វើឲ្យប៉ះពាល់ដល់មធ្យោបាយសង្គ្រាមរបស់រុស្ស៊ីបើទោះជាលោកអះអាងថារុស្ស៊ីនៅតែមានសមត្ថភាពក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែនរាប់ឆ្នាំទៅមុខទៀតក៏ដោយនោះយ៉ាងណាអ្នកធ្វើអត្ថាធិប្បាយរូបនេះរិះគន់ដល់ប្រព័ន្ធដឹកនាំនៅក្នុងប្រទេសរុស្ស៊ីថាខ្វះការធ្វើសេចក្តីសម្រេចនៃការវាយបកវិញទៅលើអ៊ុយក្រែនអ្នកវិភាគម្នាក់ទៀតដែលមានឈ្មោះថា Zokolov បាននិយាយនៅក្នុងកម្មវិធី Sun Evening នៃបណ្ដាញទូរទស្សន៍របស់រុស្ស៊ីថាយ៉ាងណាសង្គ្រាម5ឆ្នាំមកហើយនេះយើងទទួលស្គាល់ថាកងកម្លាំងកងទ័ពរុស្ស៊ីកំពុងប្រឈមមុខនឹងការធ្លាក់ទឹកចិត្តប្រយុទ្ធដោយសារតែធនធានប្រយុទ្ធម៉ាស៊ីនសង្គ្រាមប្រយុទ្ធបាត់បង់យ៉ាងសម្បើមហើយម្យ៉ាងទៀតប្រជាជនរុស្ស៊ីយុវជនរុស្ស៊ីដូចជាលំបាកក្នុងការសម្រេចចិត្តទៅកាន់សមរភូមិជួបមុខនោះដោយសារតែរដ្ឋាភិបាលខ្វះវិធានការបញ្ជូនធនធានប្រយុទ្ធខាងក្រោយសម្រាប់ទ្រទ្រង់សមរភូមិជួបមុខប្រជាជនរុស្ស៊ីគេមិនចាត់ទុកសមរភូមិជាមុខជាឋានសួគ៌នៃជ័យជំនះរបស់ពួកគេនោះទេបើមធ្យោបាយសង្គ្រាមធ្លាក់ចុះយ៉ាងខ្លាំងដូចនេះលោកសូកូឡូវបញ្ជាក់ទៀតថាតើរោងចក្រផលិតអាវុធរបស់យើងទៅណាអស់ហើយនៅពេលនេះយ៉ាងណាលោក Solo Jews អ្នកធ្វើអត្ថាធិប្បាយទូរទស្សន៍របស់រដ្ឋរុស្ស៊ីដ៏ល្បីរូបនេះនៅតែអះអាងថាលោកមិនទាន់មើលឃើញរុស្ស៊ីអស់សមត្ថភាពក្នុងការបន្តសង្គ្រាមជាមួយអ៊ុយក្រែនទៀតនោះទេលោកនៅជឿថារុស្ស៊ីនៅតែមានសមត្ថភាពនៃការប្រើប្រាស់អាវុធទំនើបចុងក្រោយទៀតដើម្បីបន្តសង្គ្រាមលោកក៏បានបញ្ជាក់ថាចំពោះអ៊ុយក្រែនវិញក៏ជួបវិបត្តិនៃការបាត់ធនធានប្រយុទ្ធមធ្យោបាយសង្គ្រាមផងដែរប៉ុន្តែអ៊ុយក្រែនរត់ស្វែងរកជំនួយពីសម្ព័ន្ធភាពរបស់ខ្លួនរហូតដល់ទិញអាវុធពីប្រទេសទូគីទៀតផងសម្រាប់រុស្ស៊ីគូតែសាឡបងទិញអាវុធទាំងឡាយណាដែររុស្ស៊ីធ្លាប់លក់ទៅឲ្យប្រទេសទូគីក្តីទៅឲ្យប្រទេសណាក៏ដោយគួរតែទិញអាវុធទាំងនោះត្រឡប់មកវិញដើម្បីយកប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធលោកមើលឃើញថាអ៊ុយក្រែនកំពុងតែខ្វះខាតយ៉ាងខ្លាំងប្រព័ន្ធការពារដែនអាកាសគ្រាប់មីស៊ីលប៉ាត្រីយុតវាជាឱកាសដែលរុស្ស៊ីមានសមត្ថភាពខ្លាំងក្នុងការវាយបកទៅលើអ៊ុយក្រែនដោយអាវុធទាំងឡាយណាដែរអ៊ុយក្រែនមិនអាចបាញ់ស្កាត់បាននោះតែក្រុមអ្នកវិភាគដែលមកពីក្រុមអ្នកវិភាគអូស៊ីនក្រុមអ្នកវិភាគយុទ្ធសាស្ត្រអន្តរជាតិមើលឃើញថាសង្គ្រាមអាចនឹងរកឃើញទីបញ្ចប់របស់ខ្លួនចាប់ពីចុងឆ្នាំ2026រហូតដល់ពាក់កណ្ដាលឆ្នាំ2027ប្រសិនបើរុស្ស៊ីមិនមានសមត្ថភាពប្រើប្រាស់អាវុធនិងកងទ័ពទ្រង់ទ្រាយធំលុកលុយប្រទេសអ៊ុយក្រែនដូចទីហើយប្រសិនបើអ៊ុយក្រែននៅតែមានសមត្ថភាពវាយចូលកាន់តែជ្រៅក្នុងទឹកដីរបស់រុស្ស៊ីដោយវងដ្រូននិងមីស៊ីលបាល់ីស្ទិកវាដល់ពេលដែលត្រូវតថ្លៃគ្នានៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដែលគេថាតុល្យភាពនៃសង្គ្រាមមានប្រហាក់ប្រហែលគ្នារវាងប្រទេសទាំងពីរនេះប៉ុន្តែអ្នកវិភាគនៅតែមើលឃើញថាបើអ៊ុយក្រែនមានមធ្យោបាយបាញ់រហូតដល់មីស៊ីលបាល់ីស្ទិកដោយការអាងរបស់លោក Volodymyr Zelensky ដែលថាអំឡុងប្រមាណសប្តាហ៍ខាងមុខនេះអ៊ុយក្រែនអាចនឹងបាញ់មីស៊ីលបាល់ីស្ទិក SP9 SP7 ចូលជ្រៅក្នុងទឹកដីរបស់រុស្ស៊ីវាដល់ពេលដែលត្រូវឆ្លើយតបយ៉ាងពិតប្រាកដថាអ៊ុយក្រែនមានសមត្ថភាពប្រើប្រាស់អាវុធធុនធ្ងន់វាយទៅលើសត្រូវរបស់ខ្លួន
គេទទួលស្គាល់ថាអ៊ុយក្រែនមានសមត្ថភាពនៅពេលនេះគឺការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយគឺវងដ្រូនដែលបាញ់ចូលទីក្រុងមូស្គូជារៀងរាល់យប់ជារៀងរាល់ថ្ងៃនិងបាញ់រហូតដល់ទៅចូលទៅតំបន់ស៊ីបេរីដែលស្ថិតនៅចម្ងាយជិត 3000 គីឡូម៉ែត្រទៀតផងការដែលទីក្រុងមូស្គូធ្លាក់ក្នុងសង្គ្រាមនេះបាននាំឲ្យអ្នកសង្កេតការណ៍ប្រមាលមើលឃើញថាបើទីក្រុងមូស្គូឆេះខ្លោចរៀងរាល់យប់ដោយសារវងដ្រូនរបស់អ៊ុយក្រែនសម្រុកវាយប្រាតនោះលោកពូទីននឹងមិននៅទីក្រុងមូស្គូនោះទីហើយក៏មិនអាចនៅទីក្រុង Petersburg ជំរករបស់គាត់នោះទីគាត់នឹងត្រូវរកទីតាំងចម្លៀសចេញជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់គាត់ទៅនៅចុងបូព៌ានៃប្រទេសរុស្ស៊ីដែលអ៊ុយក្រែនពិបាកក្នុងការបាញ់មីស៊ីលនិងដ្រូនចម្ដៅទៅទីនោះយោងតាមប្រភពរបស់ Telegraph នៃប្រទេសអង់គ្លេសឲ្យដឹងថាមន្ត្រីជាន់ខ្ពស់នៃប្រទេសរុស្ស៊ីកំពុងតែរត់ចាក់ចេញភៀសខ្លួនពីទីក្រុងមូស្គូបណ្ដើហើយទៅនៅតំបន់ដាច់ស្រយាលដែលពួកគេបារម្ភពីដ្រូនរបស់អ៊ុយក្រែនវាយប្រហារទៅលើជំរករស់នៅរបស់ពួកគេបារម្ភពីអាយុជីវិតគ្រួសាររបស់ពួកគេអ្នកសង្កេតការណ៍ក៏មើលឃើញថាទឹកផ្ដាច់ព្រាត់នៃសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននេះបើដោយការអាងរបស់អ្នកធ្វើអត្ថាធិប្បាយដ៏ល្បីបំផុតរបស់ទូរទស្សន៍រដ្ឋនៃប្រទេសរុស្ស៊ីលោក Vladimir Zolojarudny ដែលថារុស្ស៊ីសឹងតែអស់សមត្ថភាពវាយការពារដែនដីគ្រីមៀប្រើប្រាស់ម៉ាស៊ីនសង្គ្រាមការពារគ្រីមៀទៅហើយនោះគ្រីមៀអាចនឹងរបូតធ្លាក់នៅក្នុងដៃរបស់អ៊ុយក្រែនដោយជិះពំរុញនោះទីអ្នកសង្កេតការណ៍មើលឃើញថាអ៊ុយក្រែនអាចប្រើប្រាស់មធ្យោបាយនៃការវាយលុកចូលគ្រីមៀដោយទ័ពជើងទឹកនិងវាយចេញពីភាគខាងត្បូងនៃតំបន់សាប៉ូរ៉ូសាតំបន់ខឺសិនឆ្លងទន្លេឌីប្រូចូលទៅគ្រីមៀប៉ុន្តែឧត្តមសេនីយ៍ចូលនិវត្តន៍របស់សហរដ្ឋអាមេរិកម្នាក់ដែលជំនាញកិច្ចការសង្គ្រាមធ្លាប់ជាមេទ័ពអាមេរិកប្រចាំការនៅអឺរ៉ុបគឺឧត្តមសេនីយ៍ប៊ីនហ៊ូតបានផ្ដល់អនុសាសន៍ថាអ៊ុយក្រែនត្រូវប្រើប្រាស់មធ្យោបាយចុងក្រោយរបស់ខ្លួនគឺផ្ដាច់ស្ពានទាំងអស់ដែលតភ្ជាប់ពីដែនដីភាគខាងជើងនៃជ្រោយឧបទ្វីបគ្រីមៀទៅដែនដីគោកនៃប្រទេសរុស្ស៊ីពីនោះមធ្យោបាយនៃការដឹកភស្តុភារដឹកគ្រាប់កាំភ្លើងដឹកកងទ័ពចូលអន្តរាគមន៍ចូលគ្រីមៀគឺរុស្ស៊ីពុំមានសមត្ថភាពទៀតនោះទីវាជាឱកាសដែលអ៊ុយក្រែនអាចលើកទ័ពជើងទឹកនិងទ័ពជើងគោកវាចូលគ្រីមៀប៉ុន្តែត្រូវទប់ស្កាត់ឲ្យបាននាវាចម្បាំងរបស់រុស្ស៊ីនៅតំបន់សមុទ្រអាតិចនិងតំបន់សមុទ្រខ្មៅគ្រីមៀគឺជាដែនដីនៃប្រទេសអ៊ុយក្រែនដែលរបូតទៅរុស្ស៊ីក្នុងឆ្នាំ2014តាមរយៈប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych ដែលប្រើទឹកប៊ិចរបស់គាត់ចុះហត្ថលេខាជ្រៀកទឹកដីគ្រីមៀដើម្បីជាថ្នូរនឹងសន្តិភាពពីលោក Vladimir Putin គណៈដែលបរិះនេះរត់គេចខ្លួនទៅទីក្រុងមូស្គូអំឡុងពេលផ្ទុះមហាបាតុកម្មរដ្ឋប្រហារទម្លាក់គាត់នៅខែកុម្ភៈឆ្នាំ2014គាត់រត់ទៅទីក្រុងមូស្គូហើយសម្រេចចុះហត្ថលេខាជ្រៀកទឹកដីគ្រីមៀទៅឲ្យរុស្ស៊ីដោយមិនឆ្លងកាត់សភារបស់ប្រជាជនអ៊ុយក្រែននោះទីប្រជាជនអ៊ុយក្រែនសម្រាប់ចាត់ទុកលោក Viktor Yanukovych ជាមេដឹកនាំក្បត់ជាតិសាសន៍ខ្លួនឯង